ស្មៅជង្គង់រមាំងហ្នឹងតាមខ្ញុំដឹងពីគ្រូថ្នាំខ្មែរមកគាត់ប្រាប់ថាវាជួយព្យាបាលជំងឺលើសឈាមនិងគៀបសរសៃយ៉ាគ្រាន់តែទៅយកដើមហ្នឹងចំនួន15ក្រាមគល់ក្រី2គល់ហើយម្រះព្រៅ2មេឃខ្ទឹម7កំពឹសម្រេច7គ្រាប់ដាំនៅក្នុងឆ្នាំងដីបងប្អូនដាំឆ្នាំងដីជាមួយនឹងចង្ក្រានខ្ជូងចាធ្វើមិនបខំភ្លើងឲ្យវាឆាប់ចេញជាតិពេលវាចេញជាតិហើយបងប្អូនអាចទុកឲ្យត្រជាក់ហើយចាំយកមកហូបមិនកំណត់ចំនួនទេចាហូបបណ្ណាយកប៉ុណ្ណឹងមកហើយរបៀបធ្វើហ្នឹងគាត់ថាតទៅអុជធូបនិមន្តគ្រួអញ្ចឹងប៉ុន្តែដោយសារតែខ្ញុំមិនប្រើទៀនធូបមិនជឿទៅលើជំនឿហ្នឹងទេហើយខ្ញុំគ្រាន់តែចែករំលែកឲ្យបងប្អូនដឹងថាអត្ថប្រយោជន៍នៃដើមជង្គង់រមាំងហ្នឹងគឺវាអាចជួយបានអញ្ចឹងអ្វីដែលខ្ញុំចែករំលែកគាត់ឲ្យជាចំណេះដឹងដល់ពុកម៉ែបងប្អូនតែប៉ុណ្ណឹងចាសូមអរគុណ